វិធីលបោយប្រចាំថ្ងៃនាំមកជូនផ្ដាច់មកដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាទស្វាគមន៍ប្រិមត្តអរគ្នានៅក្នុងកម្មវិធី Daily ឬក៏លបោយប្រចាំថ្ងៃនៅក្នុងវគ្គថ្មីនេះខ្ញុំបាទរតនានឹងនាំអារម្មណ៍ប្រិមត្តអរគ្នាជួបជាមួយនឹងប្រធានបទដ៏ថ្មីមួយទៀតហើយគឺការលេងកែវនៅផ្នែកខាងក្នុងជាការពិតពីព្រោះថាកែវនីមួយៗតែងតែមានមាត់កែវតូចមាត់កែវធំមាត់កែវធំស្រួលលេងឯងប៉ុន្តែបើសិនជាមាត់កែវតូចនោះគឺពិបាកលេងមែនតែម្ដងប្រិមត្តមួយចំនួនតែងតែប្រើនៅឧបករណ៍លីកំប៉ុងដោះគោកូនក្មេងដើម្បីលេងសប្បាយនៅផ្នែកខាងក្នុងប៉ុន្តែនៅក្នុងវគ្គនេះប្រិមត្តអរគ្នានឹងជួបជាមួយនឹងបទពិសោធន៍ថ្មីមួយទៀតគឺការលេងកែវដែលមានភាពងាយស្រួលដែលមិនបាច់ប្រើឧបករណ៍លេងដោះគោកូនក្មេងទៀតដូច្នេះសូមទស្សនាទាំងអស់គ្នាឧបករណ៍គឺយើងត្រូវមានប៉ុងដោះឆ្នាំងហើយនេះគឺជាកែវដែលយើងត្រូវលាងដែលមានទម្រង់មាត់តូចបើសិនជាយើងដាក់ដៃដោះឆ្នាំងចូលគឺវាមិនងាយស្រួលទេដូច្នេះយើងត្រូវកាត់វាជាពីរបន្តមកទៀតយើងវះវាចំចំណុចកណ្ដាលរួចហើយយើងដាក់មេដែកចូលនេះគឺជាដែកឆក់នៅចំចំណុចកណ្ដាលគឺមានដែកឆក់ដូច្នេះយើងដាក់ចូលក្នុងថូដែលមានមាត់តូចរួចហើយយើងប្រើដែកខាងក្រៅដើម្បីឆក់ឲ្យប៉ុងនោះវិធីសាស្ត្រមួយនេះគឺងាយស្រួលមែនទែនក្នុងការសម្អាតបរិវេណដែលប្រឡាក់នៅខាងក្នុងសូមព្យាយាមអនុវត្តទាំងអស់គ្នាបាទលោកអ្នកបានទស្សនាហើយជាមួយនឹងការបង្ហាញជូននៃវីដេអូដ៏ពិសេសមួយនេះសង្ឃឹមថាប្រិមត្តអរគ្នានឹងអនុវត្តតាមជាមួយនឹងការបង្ហាញជូនពិតជាមានភាពងាយស្រួលគ្រាន់តែយកដៃដុសឆ្នាំងរួចហើយដាក់ដៃឆក់ចូលទៅផ្នែកកណ្ដាលដាក់ចូលទៅក្នុងមាត់កែវអាចលាងបានផ្ទៃខាងក្នុងសពតែម្ដងអរគុណដល់ប្រិមត្តអរគ្នាដែលបានចំណាយពេលវេលានិងមានតម្លៃតាមដានទស្សនាជាមួយនឹងការបង្ហាញជូននៃវីដេអូនៅក្នុងកម្មវិធីលបប្រចាំថ្ងៃនៅក្នុងវគ្គក្រោយនឹងមានអ្វីដែលពិសេសបង្ហាញជូនដល់ប្រិមត្តទស្សនាជាបន្តទៀតនៅក្នុងពេលនេះខ្ញុំបាទរតនារួមជាមួយសាករីសូមអរគុណសូមគោរពលាបាយបាយ